ថ្ងៃនេះយើងសូមវិភាគអក្សរសិល្ប៍មួយតាក់ទងជាមួយនឹងរឿងទុំទាវហើយមានសំណួរមួយធ្វើថាហេតុអីបានទុំស្លាប់អញ្ចឹងកត្តាដែលទុំស្លាប់ហ្នឹងវាមាន2ខ្ញុំសូមឆ្លើយ2បាទមានលើសហ្នឹងតែខ្ញុំសូមឆ្លើយ2ទី1ដោយសារអត្តចរិតផ្ទាល់ខ្លួនរបស់គាត់ហើយទី2ដោយសារថាបរិបទសង្គមរដ្ឋបាលសង្គមជំនាន់ហ្នឹងណាបាទទី1អត្តចរិតរបស់គាត់យើងត្រូវស្វែងយល់ទុំមិនតាំងពីតូចទុំគាត់គឺជាលោកនេនយើងត្រូវដឹងថាអាយុ10ឆ្នាំជាងលោកនេនអាយុក្រោម20 21ហ្នឹងក្រោម21ថាអាយុ10ឆ្នាំជាងអញ្ចឹងចិត្តកំណត់គាត់គឺនៅក្មេងហើយក្មេងគាត់ហ្នឹងគឺអាយុក្មេងហើយកំណត់ក្មេងមិនមែនជាកំណត់មនុស្សចាស់ទុំទេទុំគាត់មានគុណសម្បត្តិ2ធំគាត់រកស្អាតហើយនឹងស្រឡាញ់ព្រោះប្រហែលជាគុណសម្បត្តិអស់ហ្នឹងដែលរុញឲ្យគាត់នៅតែជាក្មេងខ្វះភាពចាស់ទុំនៅក្នុងខ្លួនការចាស់ទុំរបស់គាត់លូតលាស់យឺតអញ្ចឹងជាក្មេងគឺគាត់ចង់ធ្វើអីគាត់ធ្វើហ្នឹងគាត់ខ្វល់នៅជុំវិញគិតមិនធ្វើមិនគាត់ខ្វល់គាត់ចង់ធ្វើអីធ្វើហ្នឹងខុសត្រូវអីគាត់អត់ខ្វល់ដែរអញ្ចឹងគាត់ជាលោកសង្ឃហើយគាត់ទៅស្មូតអីនៅផ្ទះទាវយើងណាទាវស្រឡាញ់ហើយគាត់ស្រឡាញ់ព្រោះរកស្អាតមិនធម្មតាទាវអ្នកផ្សេងក៏ស្រឡាញ់ដែរអញ្ចឹងមានមនុស្សទាវមិនជាមនុស្សអ្នកដែលស្រឡាញ់គាត់ដែរគាត់តែជាមនុស្សអ្នកដែលគាត់ស្រឡាញ់វិញបន្តទៀតគាត់ស្រឡាញ់ទាវតាំងនៅលោកហ្នឹងអូខេស្រឡាញ់ស្នេហាគ្មានណាទៅហាមឃាត់បានមិនថាស្លៀកស្បង់បានជន់តែស្រឡាញ់វាអត់មានតែខុសឆ្គងអីក៏ប៉ុន្តែគាត់មកវិញគាត់ចង់សឹកទៅរកទាវគាត់កុហកគ្រូគាត់ណាហើយគ្រូគាត់ជាគេវត្តហ្នឹងគេហៅថាលោកគ្រូឧបជាដោយឪពុកម្ដាយទី2អញ្ចឹងតែគាត់ចង់សឹកគាត់កុហកគ្រូគាត់កុហកថាទៅមើលម្ដាយឈឺអញ្ចឹងណាហើយលោកគ្រូគាត់ដឹងណាលោកគ្រូគាត់ចេះច្រើនគាត់មានដឹងច្រើនលោកចេះទីទៀតលោកថាទុំហ្នឹងសឹកតរស្រីតែឲ្យសឹកឥឡូវទេចាំឲ្យសឹកខែភាសាអត់ឲ្យសឹកខែបុកអីហ្នឹងទេឲ្យសឹកខែភាសាទុំហ្នឹងអត់ស្ដាប់ទៀតសុកចិត្តបើគ្រូមកឲ្យសឹកអញដោះស្បង់បោះចោលស្លៀកខោពីអាវទៅអត់ខ្វល់ណាឲ្យអត់តែត្រូវទៅសឹកហើយទុំក៏គាត់អត់ខ្វល់ខ្វាយដែរណាគ្រូថាតែសឹកទៅមានគ្រោះស្លាប់ខ្លួនណាគាត់ខ្វល់ស្លាប់រស់ខុសឆ្គងគាត់ខ្វល់សំខាន់គាត់ចង់ធ្វើអីធ្វើហ្នឹងហើយអត់មានអីរឿងអីត្រូវគាត់ស្ដាប់គេទេអ្វីដែលគាត់ចង់ធ្វើគឺគាត់ធ្វើហើយទុំហ្នឹងគាត់ទៅត្បូងឃ្មុំគាត់ស្រឡាញ់ទាវហើយស្រឡាញ់ទាវគាត់ឡើងទៅលើផ្ទះទាវលួងគេហើយដេកមួយគេនៅលើផ្ទះហ្នឹងហ្មងគាត់ខ្វល់ថាសង្គមហ្នឹងគេយល់មិនពួកគាត់ដែរហើយទៅលួងទៅដេកមួយគេលើផ្ទះគេហ្នឹងជំនាន់លើហ្នឹងតែជំនាន់លើយើងគិតថាវាពិបាកទៅយកដែរវាឆ្កងណាហើយជំនាន់មុនកាន់តែពិបាកទៅយកទៀតហើយគាត់ខ្វល់ថាមានផលវិបាកអីខ្លះចំពោះទង្វើរបស់គាត់ដែរឧទាហរណ៍ថាតែដេកមួយគេហ្នឹងគេចាប់បានដែរមានរឿងអីគេចាប់មិនបានក៏ដោយដេកចុះដេកឡើងមានកូនកដាលទីនឹងមានរឿងអីកាត់ឡើងផលវិបាកគាត់ខ្វល់ដែរគាត់ចង់បានអីគាត់ធ្វើហ្នឹងហើយចំណុចមួយទៀតគឺនៅពេលដែលគាត់ទទួលរាជបញ្ជាមកទទួលប្រពន្ធទៅវិញពេលដែលប្រពន្ធត្រូវបានម្ដាយបោកយមការគាត់មកដល់ការងារខ្លីងាយគឺគាត់ប្រកាសរាជសារយកប្រពន្ធទៅវិញតែគាត់ធ្វើចឹងឯងគាត់ចុះគាត់ឡើងគាត់អត់ទុកចិត្តប្រពន្ធគាត់ចូលនៅឃើញគ្នាឆ្លាញ់ភ្លាតយកគ្នាបានការភ្លាមអីចឹងទៅមានតែយល់ចិត្តយល់រវល់យកអីគេក្មេងខ្ចីផងគាត់ទុកចិត្តប្រពន្ធគាត់ឯងគាត់ថាប្រពន្ធគាត់រត់ចោលគាត់សាកចិត្តសាកឡើងផឹកស្វឹងច្រៀងឌឺដងឌៀមដាមអោបកសោបគ្នានៅពេញរោងការហ្នឹងហើយចំពោះបើសិនជាគេដឹងថាគាត់បានរៀបការមកទាវហើយអ្នកដែលដឹងវាមិនបញ្ហាធំទេប្តីប្រពន្ធគេក៏ប៉ុន្តែនៅក្នុងរោងការហ្នឹងគ្មានណាដឹងទេក្រៅពីម្ដាយទាវហើយនឹងគ្រួសារអជូនមុនងួនហ្នឹងប្រហែលដឹងហើយនឹងអ្នកហែហោមតិចតួចហ្នឹងវាមិនដែលណាដើរប្រកាសប្រាប់គេថាអាកូនអញហ្នឹងវាមានប្តីហើយអញបោកវាយកមកការដែរគ្មានណានិយាយចឹងទេអញ្ចឹងគាត់ក៏អត់ខ្វល់ដែរថាគាត់ត្រូវដឹងថាអជូនមុនងួនហ្នឹងគឺមានអំណាចធំគាត់ចង្អេងចង្ងាហ្នឹងគេកាប់ចាក់គាត់ខ្ទេចខ្ទី
គាត់ខ្វល់ទៀតគាត់ចង់គាត់ជ្រៀងឌឺដងគាត់ឌឺដងអ្នកនេះឌឺដងនោះគាត់ច្រៀងសាកចិត្តទាវសាកចិត្តឡើងដើម្បីបញ្ជាក់ចិត្តស្មោះគាត់ចង់ធ្វើអីធ្វើហ្នឹងហើយគាត់បានគិតថាធ្វើចឹងទៅនាំគ្រោះដល់ខ្លួនអត់ទេអត់ហើយបន្ទាប់មកក៏ត្រូវបានគេអស់ចេញពួកអជូនមើលងូនហ្នឹងគេអស់ចេញគេវាយគាត់ទៅវាយគាត់ក៏ខឹងហើយរាជសារមួយហ្នឹងគាត់ខឹងគាត់អត់ប្រកាសអត់អីគាត់ដូចទុកដូចក្របបែកអត្តឃាតហ្នឹងអោបឲ្យផ្ទុះងាប់ទាំងអស់គ្នាហើយគាត់ដឹងថារាជសារហ្នឹងបើពួកនឹងស្លាប់គាត់ហើយគាត់អត់យកបញ្ចេញមកគឺប្រកាសជាផ្ទុះងាប់ទាំងអស់ស្លាប់ប្រកាសជាប្រកូនណាដាក់ទោសហើយវាដូចក្របឯកអត្តឃាតងាប់ទាំងអស់គ្នាតែគាត់ខឹងពួកនឹងពេកសុខចិត្តងាប់ទាំងអស់គ្នាអោបអារាជសារហ្នឹងទីបំផុតក្របបែកអត្តឃាតហ្នឹងគឺផ្ទុះមែនណាងាប់ទាំងអស់គ្នាងាប់ទាំងគាត់ទាំងឲ្យជូនមើលងន់ទាំងអ្នកដឹងអីជុំវិញហ្នឹងគ្រួសារ7ដណ្ដាន3ដណ្ដានមិនដឹងទេប៉ុន្តែមានអ្នកពាក់ព័ន្ធច្រើនតែត្រូវបានស្លាប់នេះគឺជាចរិតរបស់គាត់អញ្ចឹងគាត់ក្មេងគាត់ឆាវគាត់ក្លាហានណាពេលទៅយកទាវមកកូនណែហ្នឹងគាត់ក្លាហានគាត់បកស្រាយទាវហ្នឹងធ្លាប់នៅមួយគាត់នៅមួយអីហើយប្រកូនណាក៏ឲ្យទៅណាក្លាហានខ្លះត្រូវកន្លែងហ្នឹងត្រូវគាត់សម្រេចចិត្តត្រូវគាត់ក្លាហានកន្លែងហ្នឹងបើសិនជាថ្ងៃក្រោយទៅបើគាត់អត់និយាយណាត្រូវបានប្រកូនណាស៊ើបដឹងថានាងទាវមុននឹងបានចូលស្នាមហ្នឹងគឺបានដេកជាមួយគេហើយអស់ព្រមចារីហើយប្រហែលជាមានទោសតែកន្លែងហ្នឹងគាត់ក្លាហានគាត់បកស្រាយគាត់ដើម្បីស្នេហាគាត់ដែរក៏គាត់បានតែគិតអីវែងឆ្ងាយដែរអញ្ចឹងគាត់ជាក្មេងក្លាហានគាត់ធ្វើអីគាត់ធ្វើហ្នឹងគាត់អត់សូវខ្វល់ពីគ្រោះថ្នាក់អីទាំងឡាយទាំងពួងមកចិត្តគាត់ទេដូច្នេះរបៀបគិតរបស់គាត់ភាពឆេវឆាវរបស់គាត់ហើយភាពហ៊ានរបស់គាត់ហ្នឹងគឺរុញឲ្យគាត់គ្រោះថ្នាក់តែម្ដងគាត់រុញគាត់ទៅកសិតតែកន្លែងគ្រោះថ្នាក់ទៀតចំណុចទី2គឺមកពីរដ្ឋបាលសង្គមបដិបត្តិសង្គមយើងត្រូវដឹងថាជំនាន់ហ្នឹងជំនាន់ផ្ដាច់ការបាទរាជានិយមផ្ដាច់ការអញ្ចឹងបកូនណាក៏ផ្ដាច់ការអជូនមើលងួនហ្នឹងស្ដាច់ត្រាញ់ណាស្ដាច់ផ្ដាច់ការដែរមួយស្ដាច់ផ្ដាច់ការធំមួយស្ដាច់ផ្ដាច់ការតូចដូចមានកំណត់លើកឡើងថាអជូនមុនមកពេកធម្មតាក្រមេឃទៀបជាងភ្នំមានរដ្ឋអំណាចឥតជំនុំកັບចវាដំពុំប្រណីអញ្ចឹងចំណុចមួយហ្នឹងគឺអជូនហ្នឹងគាត់ចង់កាត់ស្លាប់ណាដូចមន់ទាឆ្កែឆ្មាជីវិតពួកប្រជារាស្ត្រអីជុំវិញគាត់ហ្នឹងវាខ្សត់ក្រោមបាតជើងគាត់ទាំងអស់ហើយបកូនណាក៏ចឹងដែរគាត់ជំនុំចុះជំនុំឡើងទីបំផុតនៅអំណាចផ្ដាច់ការគាត់អត់មានឲ្យណាតវ៉ាហើយអត់គិតថាទោសនឹងវាសមណាខុសប្រមាណអ្នកគាត់អស់ស្លាប់ចោលពេញទឹកពេញដីណានេះគឺជាអំណាចផ្ដាច់ការណាហើយនៅពេលដែលសង្គមមួយវាអំណាចផ្ដាច់ការតាំងពីលើមកដល់ក្រោមវាមានច្បាប់អីកំណត់ត្រឹមត្រូវអញ្ចឹងជីវិតងាយងាប់ហើយអូមកថាមានច្បាប់កាត់ក្តីត្រឹមត្រូវកាត់ក្តីតាមច្បាប់ថាឯខុសអីទុំឯងមកអុកលុកប៉ុណ្ណឹងឯងមានទោសខុសអីអានេះមានទោសខុសអីហើយគួរទៅស្លាប់អត់ទេណាអត់ទៅអ្នកធំគឺស្លាប់ហើយអញ្ចឹងធ្វើឲ្យជីវិតនៅសម័យហ្នឹងគឺស្រួយស្រាវមែនទែនតែបើសិនជាមានច្បាប់ថាអោជូនឯងមិនថាបនសាឯប៉ុណ្ណាដែរហើយតែកាត់ស្លាប់គេឯងអស់បនអស់សាហើយមិនដល់ថ្នាក់គេស្លាប់វិញឯងត្រឹមតែអស់បនអស់សាហ្នឹងក៏ជូនហ៊ានធ្វើអីប្រាប់ដែរតែនេះអត់ទេគឺជាអំណាចផ្ដាច់ការមួយបើមិនច្បាប់ត្រឡប់អីច្បាស់លាស់គ្រប់គ្រងត្រឹមត្រូវទេហើយចង់ស្លាប់ណាអ្នកអត់ចាំបាច់ចាប់ដាក់គុកសួរចម្លើយហៅផុសតាមសរសៃចង់ស្លាប់ហើយអំណាចច្បាប់នៅលើមន់មានអំណាចដូច្នេះជីវិតប្រជាជនគឺវាងាយរងគ្រោះងាយស្លាប់